រោះម្នាក់សាកសួរថាកតញ្ញូដឹងគុណចំពោះព្រះពុទ្ធឈ្មោះថាជាប្រធាននៃបារមីចូលបើយើងដឹងគុណព្រះមហាក្សត្រវិញនោះតើជាការសមស្របដែរឬទេកតញ្ញូមិនមែនជាបារមីធម៌ទេតែចាត់ថាជាប្រធាននៃបារមីធម៌ពីព្រោះកតញ្ញូគឺជាភូមិឋានរបស់សប្បុរសនៅក្នុងគម្ពីរអង្គតរនិកាយទុក្កនិបាតព្រះអង្គសម្ដែងអំពីធម៌ពីរដែលជាភូមិឋានរបស់សប្បុរសមិនបានជាចាត់ធម៌ពីរនឹងថាជាភូមិឋានរបស់សប្បុរសភូមិឋានគឺសំដៅដល់ទីលំនៅមនុស្សយើងក្នុងការរស់នៅសម្រាប់ការរស់នៅចិញ្ចឹមជីវិតវាទាល់តែមានទីស្នាក់អាស្រ័យត្រឹមត្រូវទោះបីជាយើងទៅធ្វើការនៅទីណាដំបូងឡើយត្រូវរកផ្ទះជួលក្តីផ្ទះលំនៅខ្លួនឯងក្តីគឺត្រូវតែរកឲ្យមានទីឋានសម្រាប់ស្នាក់នៅនឹងថឹងទើបអាចដើម្បីបំពេញកិច្ចការងារអ្វីៗបានតទៅទៀតឬឧទាហរណ៍មួយយ៉ាងទៀតដើម្បីយើងបាញ់ព្រួញឲ្យត្រង់ទៅតាមទិសដៅដែលយើងបាញ់គឺត្រូវតែឈរឲ្យនឹងបើកាលណាយើងឈរមិននឹងការបាញ់ពិតជាវាចយ៉ាងណាមិញទីឋានសម្រាប់ឈរទីឋានសម្រាប់នៅគឺជាកន្លែងមានសារៈសំខាន់ដើម្បីប្រកបមុខរបរផ្សេងៗដូចគ្នានេះដែរកតញ្ញូនិងកតវេទីកតញ្ញូនិងកតវេទីគឺជាភូមិឋានរបស់សប្បុរសមានន័យថាជាទីតាំងនៃសប្បុរសរស់នៅដើម្បីធ្វើអំពើជាប្រយោជន៍ប្រសិនបើមនុស្សយើងមិនមានកតញ្ញូទេមិនមានកតវេទីទេសួរថាតើនឹងអាចសន្សំបារមីអ្វីបានពីព្រោះកតញ្ញូគឺជាតួបញ្ញាកតញ្ញូបើយើងសិក្សាអំពីអង្គធម៌គឺបញ្ញាឬថាជាវិជ្ជាការដឹងប្រសិនបើមិនមានការដឹងហើយតើគុណធម៌ផ្សេងៗទៀតអាចនឹងកើតដូចម្ដេចបានព្រោះហេតុដូច្នោះហើយទើបលោកហៅថាជាប្រធាននៃបារមីពីព្រោះការសន្សំបារមីទាំងឡាយវាកើតឡើងពីការយល់ដឹងដូចជាការដែលព្រះសមេតបោះលោកទ្រង់កសាងបារមីដំបូងបើមិនមានការយល់ដឹងថាទានជាដើមនឹងគឺជាបារមីដែលត្រូវសន្សំទេសួរថាតើនឹងសន្សំដូចម្ដេចបានតែអកតញ្ញូទេគឺជាអវិជ្ជាអកតញ្ញូស្មើនឹងពាក្យថាមោហៈស្របគ្នានឹងដែរព្រះអង្គសម្ដែងអំពីបុគ្គលក្រក្នុងលោកមានពីរកតញ្ញូមួយបុព្វការីមួយហើយព្រះអត្តកថាបញ្យល់ថាតើហេតុអ្វីបានជាបុគ្គលទាំងពីរនាក់នេះក្របុព្វការីដែលចាត់ថាជាក្រគឺមិនមែនក្រក្នុងន័យសំដៅដល់បុគ្គលអ្នកធ្វើឧបការៈមុនទាំងអស់គ្នាទេគឺក្រសំដៅចំពោះបុគ្គលណាដែលធ្វើគុណចំពោះអ្នកដទៃហើយមិនប្រាថ្នាផលតបស្នងអំពីអ្នកដទៃណាវាទល់តែធ្វើដោយសេចក្តីសង្គ្រោះពិតៗចេញពីចិត្តពិតៗដោយមិនសង្ឃឹមផលតបស្នងបុគ្គលបែបហ្នឹងគឺជាបុគ្គលក្រពីព្រោះតែលោភៈនឹងឯងស៊ីកំតិចបុគ្គលនោះបុគ្គលណាដែលជួយអ្នកដទៃដោយសង្ឃឹមផលបុគ្គលនោះមិនចាត់ថាជាបុគ្គលបុព្វការីក្រទេមិនមែនជាបុគ្គលល្អទេហើយកតញ្ញូបុគ្គលចាត់ថាជាបុគ្គលក្រដែរនោះព្រោះមានធម៌បាំងគឺអវិជ្ជាអវិជ្ជាគឺជាធម៌ដែលបាំងបុគ្គលមិនឲ្យខ្លាចជាកតញ្ញូបាំងដូចម្ដេចបើរាល់ថ្ងៃកូនគេស្រឡាញ់ម្ដាយសិស្សគេស្រឡាញ់គ្រូគេដែរការស្រឡាញ់ទាំងអស់នោះភាគច្រើនវាច្រើនតែនៅក្នុងអកតេធម៌មិនបានយកគុណមកបរិយាយយ៉ាងពិតប្រាកដឡើយឧទាហរណ៍ការដឹងគុណគ្រូចាស់បើគ្រូនឹងនៅផ្ដល់អ្វីឲ្យផ្ដល់កិត្តិយសឲ្យធ្លាប់ជួយនៅតែឲ្យអានឹងចេះតែដឹងចេះតែគោរពចឹងទៅក៏ប៉ុន្តែនៅថ្ងៃណាមួយនោះគ្រូលែងផ្ដល់អ្វីឲ្យឬក៏គ្រូមានពាក្យសម្ដីស្ដីបដៅអ្វីមួយដែលមិនសមស្របនឹងចិត្តគំនិតរបស់ខ្លួនភាពរមិលគុណនឹងកើតភ្លាម
សួរថាពីមុនដែលបុគ្គលនឹងបម្រើគ្រូនឹងជាកតញ្ញូទេមិនមែនទេតាមពិតជាភាពអែបអបដើម្បីយកប្រយោជន៍ពីគ្រូបន្តទៅទៀតតែប៉ុណ្ណោះតែបើការដឹងគុណពិតគេមិនយកអ្វីបន្តិចបន្តួចដែលជាស្នាមជាស្នឹមប្រេះបន្តិចបន្តួចនឹងយកមកបាំងទេត្រង់ចំណុចនឹងឯងដែលឈ្មោះថាអវិជ្ជាមកបិទបាំងគុណមិនឲ្យឃើញប៉ុន្តែបើគ្រូនឹងមិនតាន់បានធ្វើអ្វីដែលទាស់ចិត្តរបស់ខ្លួនឯងចេះតែគោរពចឹងទៅចេះតែសាទរលោកគ្រូចេះលោកគ្រូអញ្ចោះអីចឹងទៅអែបអបញើមបានលៀបបានសក្ការៈចេះតែញើមចឹងទៅក៏ប៉ុន្តែបើគ្រូលែងគិតគ្រូនិយាយពាក្យបដៅអ្វីមួយដែលមិនសមស្របតាមគំនិតរបស់ខ្លួនឯងចឹងអាហ្នឹងក៏កងែកងុយដាក់គ្រូវិញចឹងទៅអាត្មាលើកឧទាហរណ៍មួយឧទាហរណ៍ពិតនៅក្នុងជីវិតហើយយកមកប្រៀបធៀបជាមួយនឹងធម៌នឹងថាហេតុអីឃើញកូនស្រឡាញ់ម៉ែឃើញសិស្សស្រឡាញ់គ្រូដែរតើមិនក៏ព្រះអង្គថាក្រតែបើគិតតាមធម៌ទៅឃើញក្រយ៉ាងមែនទែនឧទាហរណ៍ដូចជាលោកសង្ឃនេះអ្នកទេសនាឲ្យគេដឹងគុណក៏ប៉ុន្តែអ្នកដែលរមិលគុណជាងគេគឺលោកសង្ឃភាគថាមិនថាភាគខ្លះភាគច្រើនបដ ாய் ទៅអ្នករៀនជាមួយខ្ញុំកណ្ណាអាត្មាភាពថ្នាក់ជាមួយគ្នាផងថ្នាក់ក្រៅគ្នាផងស្គាល់គ្នាមិនតិចជាង70អង្គដែលធ្លាប់ជាសិស្សរួមគ្រូជាមួយគ្នាដែលមានគ្រូខ្ញុំកណ្ណាអាត្មាភាពជាគ្រូកាលដែលនៅតាមជនបទលោកគ្រូរបស់អាត្មាខ្ញុំកណ្ណាអាត្មាភាពនឹងលោកបង្រៀនផងចិញ្ចឹមលោកផងនឹងនៅតាមជនបទធ្លាប់នៅខេត្តតាកែវខ្លះធ្លាប់នៅខេត្តពោធិ៍សាត់ខ្លះបង្រៀនជួនកាលកំសត់កម្រជាមួយគ្នាក្រោមដើមឈើអីចឹងទៅក៏ចេះតែប្រែកពីដីកាអីហ្នឹងគឺថាសបាយហើយលោកមានអីក៏ចេះតែចែកឆាន់ទៅលោកទៅទេសនាបានក៏ចេះតែយកមកចែកលោកឆាន់ចឹងទៅមិនខ្វះទេសិស្សគោរពសិស្សទាំងអស់ហ្នឹងគោរពណាគោរពច្បាច់ដៃច្បាច់ជើងចឹងទៅយកចិត្តទុកដាក់គោរពថាជាគ្រូនៅពេលដែលប្រឡងចូលមកភ្នំពេញសិស្សខ្លះក៏ធ្លាក់ទៅប៉ុន្តែមកនៅភ្នំពេញប្រហែលជា20-30អង្គហ្នឹងទីបំផុតដែលនៅដាក់ខ្លួនថានៅតែជាសិស្សរបស់លោកនៅសល់តែ3អង្គគាត់គឺខ្ញុំកណ្ណាអាត្មាភាពហើយនឹងមិត្តរួមថ្នាក់2អង្គទៀតក្រៅពីនោះគេអត់បានដាក់ខ្លួនថាជាសិស្សតទៅទៀតទេពីព្រោះអ្វីមកដល់ភ្នំពេញលោកគ្រូមិនបានស្គាល់បរិស័ទមិនបានស្គាល់ញាតិរលៀបសក្ការៈមិនបានជួយសិស្សតទៅទៀតទេសិស្សត្រូវទីពឹងខ្លួនឯងទាំងអស់នៅពេលដែលទទួលកម្រៃពីគ្រូលែងបានហើយអ្នកទាំងអស់នោះលែងទទួលស្គាល់ថាលោកជាគ្រូទៀតហើយនិយាយអ្វីក៏លែងស្ដាប់ដែរឃើញទេសួរថាតើការដែលលោកនៅជនបទនៅគោរពលោកនោះសួរថាហ្នឹងឯងជាភាពកតញ្ញូមិនមែនទេគ្រាន់តែមកសែបគប់យកប្រយោជន៍តែប៉ុណ្ណោះក៏ប៉ុន្តែប្រសិនបើភាពកតញ្ញូមែនគេមិនមែនយកភាពឥឡូវនេះយកមកគិតឡើយមិនមែនយកភាពឥឡូវនេះយកមកគិតឡើយគឺត្រូវរលឹកឃើញពីមុនមនុស្សយើងអ្នកណាក៏មានភាពមានការចាប់ផ្ដើមដែរខ្ញុំកណ្ណាអាត្មាភាពសូមបើករង្វង់ក្រចកឲ្យវែងបន្តិចត្រង់ចំណុចនេះខ្ញុំកណ្ណាអាត្មាភាពជាខ្សែជីវិតរបស់ខ្លួនឯងមានគ្រូប្រចាំចិត្តរបស់ខ្លួនឯងមួយដែលលោកខំដឹកដៃតាំងតែពីមិនតាន់ចេះអីសោះឲ្យរៀនសូត្រលោកបង្រៀនផ្ទាល់បានតែ1ឆ្នាំទេហើយក្រោយមកទៀតបានប្រែកពីប្រែអីឲ្យបានប្រហែល1ឆ្នាំទៀតក្រៅពីនឹងគ្រាន់តែរស់នៅក្រោមដំបូលរបស់លោកព្រហ្មវិហារធម៌របស់លោកនឹងចឹងហើយកាលពីឆ្នាំ90ជាងហ្នឹងបើសិនជាមិនមានលោកมันអាចចេញមករៀនមកសូត្រអីបានទលំទលាយតទៅទៀតទេដឹងខ្លួនឯងថាបើមិនមានលោកទេពិតជាមិនអាចចេញមករករៀនសូត្រអីបានច្រើនទេក្រោយមកទៀតនឹងនិយាយការពិតមិនមែននិយាយដើមគ្រូទេគ្រូនៅតែជាគ្រូចឹងប៉ុន្តែអាត្មាគ្រាន់តែចង់បញ្ជាក់ថាតើការដឹងគុណគ្រូនឹងរបៀបម៉េចក្រោយមកទៀតលោកចង់យកខ្ញុំកណ្ណាអាត្មាភាពទៅនៅសហរដ្ឋអាមេរិកខ្ញុំកណ្ណាអាត្មាភាពមិនព្រមតាមលោកក៏មានបតីអអន់ចិត្ត
អន់ចិត្តជួនកាលលោកក៏មានពាក្យមិនល្អនិយាយពីខ្ញុំកណ្ដាអាត្មាភាពដែរប៉ុន្តែខ្ញុំកណ្ដាអាត្មាភាពមិនដែលញ៉ាំងសេចក្តីក្រោធឲ្យកើតឡើងចំពោះលោកឡើយក្រោយមកទៀតក្រោយពេលដែលខ្ញុំកណ្ដាអាត្មាភាពព្យាយាមធ្វើកិច្ចការងារដោយខ្លួនឯងបានគេឈ្មោះបានល្បីឈ្មោះខ្លះបើប្រៀបជាមួយលោកគ្រូរបស់ខ្ញុំកណ្ដាអាត្មាភាពលោកគ្រូរបស់ខ្ញុំកណ្ដាអាត្មាភាពលោកមិនល្បីណាស់ណាទេលោកមិនមានកិត្តិយសអីធំដុំគេមិនស្គាល់លោកច្រើនឡើយក៏ប៉ុន្តែសូម្បីតែលើដំណឹងថាលោកស្អប់លោកខឹងក៏នៅតែសុំខមាទោសតែនៅតែសេសេសបុតទៅសុំទោសរាល់ពាក្យដែលបាននិយាយជ្រុលជ្រោះជាមួយលោកនៅពេលដែលដឹងថាលោកមកស្រុកខ្មែរក៏នៅតែទៅស្កាត់ថ្វាយបង្គំសុំខមាទោសអញ្ចឹងរឿងលោកអភ័យទោសឲ្យមិនអភ័យទោសឲ្យជារឿងរបស់លោកតែរឿងដែលយើងជាសិស្សត្រូវតែធ្វើតួនាទីជាសិស្សហេតុអីបានខ្ញុំកណ្ដាអាត្មាភាពធ្វើអញ្ចឹងទៅបានពីព្រោះនៅពេលដែលនឹកគុណរបស់លោកមិនមែននឹករឿងឥឡូវនេះឡើយគឺនឹកគ្រាដំបូងដែលខ្ញុំបកណ្ដាអាត្មាភាពមិនដឹងអ្វីសោះលោកជាអ្នកដឹកណៃឲ្យរៀនសូត្រពីកការកិកីមកនឹកដល់កន្លែងនោះទើបដឹងគុណលោកបានបើយើងយកខ្លួនយើងទៅប្រៀបធៀបក្នុងកាលឥឡូវនេះភាពរមិលគុណប្រកបជាចេញមកសាធយៈអំនួតអួតអាងប្រកបជាចេញមកគិតថាអញប៉ុណ្ណឹងដែរទៅគោរពអីទៀតអញប៉ុណ្ណឹងដែរចាំបាច់ដឹងអីទៀតនេះឯងគឺជាភាពមោហៈអវិជ្ជាដែលបិទបាំងសេចក្តីល្អរបស់លោកកាលពីគ្រាដំបូងនឹងចំពោះសិស្សហើយនឹងគ្រូព្រោះហេតុដូច្នោះហើយបុគ្គលកតញ្ញូគឺជាបុគ្គលក្រក្នុងលោកពីព្រោះមនុស្សយើងចូលចិត្តចាប់បានអ្វីភ្លាមឧទាហរណ៍មានគ្រួសារមួយនៅខេត្តពោធិ៍សាត់ឪពុកខំរត់ម៉ូតូដប់ឲ្យកូនរៀនរហូតដល់ចប់បាក់ដប់នៅពេលដែលឡើងទៅរៀនភ្នំពេញមិនមានលុយរៀនមហាវិទ្យាល័យត្រូវសាសនាដទៃសំទោសអ្នកកាន់សាសនាដទៃខ្មែរសុំថាចំឈ្មោះចុះគឺសាសនាយេស៊ូអាត្មាគិតថាមិនអាចសាសនាបង្រៀនឲ្យមនុស្សរមិលគុណអញ្ចឹងទេក៏ប៉ុន្តែក្រោយលើមនុស្សទៅរៀនទៅវាឆ្លុះវង្វេងដោយខ្លួនឯងក៏មិនដឹងក្រោយពេលដែលរៀនបានការងារហើយត្រឡប់មកផ្ទះវិញឪពុកសង្ឃឹមថានឹងអាចជួយសម្រាលគ្រួសារដឹងកូននិយាយថាម៉េចខ្ញុំបានការងារធ្វើបានប្រាក់ខែនេះមិនមែនដោយសារពុកឯងទេគឺដោយសារព្រះខ្ញុំជាអ្នកជួយប៉ុណ្ណោះឃើញទេមនុស្សយើងច្រើនបំបត្តិសេចក្តីប្រឹងប្រែងរបស់អ្នកដទៃដែលខំបំពេញឲ្យអស់កាលជាយូរមកហើយម្នាក់ដែលខំបំពេញទឹកឲ្យយើងចិត្តតែស្ទើរនឹងពេញពីងរបស់យើងទៅហើយក៏ប៉ុន្តែគ្រាន់តែគាត់ខ្វះសមត្ថភាពបំពេញមួយធុងចុងក្រោយតែត្រូវអ្នកណាមួយនោះយកទឹកមកផ្តិលមកបំពេញចុងក្រោយគឺចាប់យកអាមកផ្តិលនឹងឯងតែផ្លិចរាប់សិបធុងពីមុនដោយបំបត្តិនៅរាប់សិបធុងដែលអ្នកដទៃជួយពីមុនមកនឹងឯងដែលយើងក៏គេកកាយរកកន្លែងថាតើហេតុអ្វីបានជាបុគ្គលកតញ្ញូព្រះអង្គឈ្មោះហៅឲ្យឈ្មោះថាក្រពីព្រោះវាដឹងបានខ្លីដឹងបានមួយផ្លេតឃើញទេអ្នកខ្លះមានស្នេហារត់ចោលម៉ែឪបាត់ឃើញទេសុខចិត្តងាប់ដោយសារស្នេហាបាត់វាមានតែដឹងថាឪម៉ែស្រឡាញ់ណានៃម្យ៉ាងទៀតអវិជ្ជាម្យ៉ាងទៀតមនុស្សមិនអាចអឡោះអាល័យអ្នកដែលមានឧបការៈគុណពីព្រោះភ្លេចអស់មិនមែនចេតនាភ្លេចទេគឺភ្លេចដោយពិតប្រាកដឧទាហរណ៍ថាកើតមកតាំងពីនៅក្នុងផ្ទៃកើតមកម្ដាយឪពុកមិនដឹងធ្វើអីខ្លះចំពោះយើងប៉ុន្តែមនុស្សនឹងមិនរលឹកនឹកឃើញអំពើទាំងហ្នឹងទេដល់ទៅពេលធំទៅខ្លួនឯងក៏មានការងារខ្លួនឯងក៏មានអីមានគេរាប់អានច្រើនឪពុកម្ដាយមុខកញេះកញ្ញោះមុខមិនសមអីចឹងទៅឬក៏គាត់មិនបានឧបត្ថម្ភអីច្រើនតទៅទៀតតាំងខ្ញុំរស់ស៊ីខ្លួនខ្ញុំម៉ែឯងគ្មានជួយខ្ញុំប៉ុន្តែក្បាលវាមិនដឹងណាឲ្យទេណានឹងចឹងហើយសម្គាល់ចុះកូនណាដែលមានកតញ្ញូតាក្នុងខ្លួនណាចំណាំមើលចុះគឺកូនណាដែលចូលចិត្តសួរម៉ែឪអំពីប្រវត្តិរបស់ខ្លួនពុកម៉ែតែខ្ញុំពីតូចយ៉ាងម៉េចដែរឈឺច្រើនទេខ្ញុំពិបាកចិញ្ចឹមទេណាឧស្សាហ៍សួរអញ្ចឹងកូននឹងគឺជាកូនផ្ដើមនៅគំនិតនៃការដឹងគុណ
កូនដែលដឹងនៅភាពលំបាករបស់ម៉ែឪបែបនេះมันអាចហ៊ានបំផ្លាញទ្រព្យសម្បត្តិម៉ែឪបានឡើយអញ្ចឹងហើយឲ្យទលំទលាយជាងនឹងបន្តិចដូចជាព្រះសម្មាសម្ពុទ្ធអញ្ចឹងជួនកាលសត្វមិនសួរទេតែព្រះអង្គសម្ដែងប្រាប់ថាព្រះអង្គមុននឹងបានត្រាស់ជាព្រះសម្មាសម្ពុទ្ធព្រះអង្គមានការខិតខំប្រឹងប្រែងច្រើនណាស់ជាបារមីជាឧបបារមីជាបរមត្ថបារមីលះបង់ជីវិតលះបង់អបិយវៈលះបង់ទ្រព្យសម្បត្តិអ្វីទាំងអស់ដើម្បីបដូរយកនៅពោធិញ្ញាណដើម្បីបានសម្ដែងនៅព្រះធម៌ទុកជាមរតកដល់យើងទាំងឡាយបុគ្គលណាដែលមានការស្វែងយល់អំពីការខិតខំប្រឹងប្រែងរបស់ព្រះអង្គកាលពីនៅជាពោធិសត្វនោះមិនមែនឃើញភាពអស្ចារ្យតែពេលព្រះអង្គត្រាស់ទេគឺឃើញដល់ការខិតខំប្រឹងប្រែងរបស់ព្រះអង្គតាំងពីនៅពីពោធិសត្វនោះទើបយើងមិនប្រមាទក្នុងការទទួលយកនៅមរតករបស់ព្រះអង្គដូចគ្នានឹងកូនទាំងឡាយបើកាលណាដឹងថាទ្រព្យសម្បត្តិដែលឪពុកម្ដាយរកបានមកគឺរកបានដោយការលំបាកដោយការបែកញើសហូរក្តៅកូនមិនអាចលើកដៃបំផ្លាញទ្រព្យសម្បត្តិម៉ែឪបានឡើយប៉ុន្តែហេតុអីបានជាកូនទាំងឡាយសប្បាយចិត្តម្លេះក្នុងការបំផ្លាញទ្រព្យសម្បត្តិម៉ែឪគឺភាពអកតញ្ញូហេតុអីបានថាអកតញ្ញូបើម៉ែឈឺម៉ែអីគ្នាប្រឹងដែរតើទេអានឹងស្រឡាញ់ដោយអកតេធម៌តាជាធម្មធាតុធម្មតាម៉ែកូនមេកូនពីណាក៏ចេះស្រឡាញ់ដែរមិនមែនគ្រាន់តែចេះស្រឡាញ់ឈ្មោះថាកតញ្ញូឡើយកូនមន់ក៏វាចេះស្រឡាញ់មេមន់ដែរនៅពេលដែលវានៅតូចក៏ប៉ុន្តែភកតញ្ញូមិនមែនមោហៈទេគឺបញ្ញានឹករលឹកតាំងពីគ្រាចាប់ផ្ដើមមកមនុស្សយើងធ្វើអ្វីទាំងអស់ប្រសិនបើមិនភ្លេចគ្រាចាប់ផ្ដើមមិនចេះកើតរឿងមិនចេះបោះបង់គ្នាមិនចេះមានវិវាទទាំងការកសាងគ្រួសារទាំងការកសាងវត្តអារាមក៏ដូចគ្នាចឹងដែរប្រសិនបើចេះតែនឹកឃើញដល់គ្រាចាប់ផ្ដើមតើយើងមានកំណើតកើតពីណាយើងដោះដោយសារអ្នកណានោះបុគ្គលនឹងបណ្ដោះចិត្តល្អតទៅទៀតខ្ញុំកណាអាត្មានិយាយរៀងវែងបន្តិចក៏ប៉ុន្តែគិតថានេះគឺជារឿងមានប្រយោជន៍សម្រាប់ជីវិតពាក្យរបស់ព្រះសម្មាសម្ពុទ្ធណាយើងត្រូវដឹងថាគឺជាពាក្យដែលប្រសូតចេញអំពីការត្រាស់ដឹងរបស់ព្រះអង្គសូម្បីមេចៅក៏ចេះស្រឡាញ់ម៉ែស្រឡាញ់ឪដែរតែការស្រឡាញ់នោះគឺស្រឡាញ់ដោយអកតេធម៌វាមិនមែនជាកតញ្ញូពិតប្រាកដកតញ្ញូគឺជាតួបញ្ញាដែលយល់ហេតុផលកូនដែលដើរលេងកាប់គ្នាក៏អញ្ចឹងដែរអ្នកណាមកធ្វើបាបម៉ែភ្លាមហ្នឹងហ៊ានខឹងហ៊ានវាយគេវាយឯងប៉ុន្តែសួរថាហ្នឹងឯងជាភាពកតញ្ញូមិនមែនទេគឺជាធម្មធាតុធម្មតាមនុស្សមានលោភៈធម្មតាក៏ប៉ុន្តែភាពកតញ្ញូមិនមែនគិតថ្ងៃហ្នឹងមិនមែនគិតម្សិលមិញមិនមែនគិតឆ្នាំទៅមិញត្រឹមប៉ុណ្ណឹងឡើយគិតតាំងពីការចាប់ផ្ដើមមកម្លេះចាប់ផ្ដើមមកម្លេះមនុស្សយើងអ្នកណាក៏តែងតែមានការចាប់ផ្ដើមគ្មានអ្នកណាកើតមកមិនមានការពឹងពាក់អាស្រ័យអ្នកដទៃឡើយសូម្បីព្រះសម្មាសម្ពុទ្ធអ្វីដែលព្រះអង្គរកឃើញគឺពោធិញ្ញាណក៏ប៉ុន្តែរូបកាយជីវិតរបស់ព្រះអង្គក៏ត្រូវអាស្រ័យនឹងអ្នកដទៃដែរទើបព្រះអង្គត្រូវសម្ដែងអំពីកតញ្ញូនឹងឲ្យមនុស្សលោកដឹងមនុស្សយើងកើតមកគ្មាននរណាម្នាក់ដែលមិនជំពាក់គុណអ្នកដទៃទេភាសាយើងអត់បានយកមកទេយើងនិយាយភាសាពុកពាក់បរោះយើងបង្កើតឃើញទេយើងកើតមកមិនមែនគ្រប់ផ្លូវយើងកសាងខ្លួនឯងទេគឺត្រូវអ្នកដទៃកសាងអាហារបរិភោគមិនមែនយើងផលិតខ្លួនឯងទាំងអស់ទេសុទ្ធតែអ្នកដទៃធ្វើសម្លៀកបំពាក់មិនមែនសុទ្ធតែយើងដេរខ្លួនឯងទេសុទ្ធតែពឹងពាក់អ្នកដទៃទៅវិញទៅមកដូច្នេះទើបមនុស្សទាំងឡាយត្រូវចេះវិភាគទានទៅដល់សង្គមដូច្នេះសង្គមទាំងមូលគឺជាគ្រប់តំបន់ទាំងអស់សុទ្ធតែកន្លែងមានគុណដល់យើងទាំងអស់